ធានាធិបតី Donald Trump បានថ្លែងនៅថ្ងៃសៅរ៍នេះថាបាទគឺអ៊ីរ៉ង់បានលូកដៃមកសូមចរចាជាមួយនឹងលោកក៏ប៉ុន្តែលោកនៅមិនទាន់ត្រៀមខ្លួនជានៅឡើយទេនៅក្នុងការចរចាសម្រាប់ឲ្យបានកិច្ចព្រមព្រៀងមួយជាមួយនឹងអ៊ីរ៉ង់ក្នុងគណៈពេលដែលសង្គ្រាមនេះនៅតែបន្តបាទគឺដោយសារតែលោកថាលក្ខខណ្ឌដែលអ៊ីរ៉ង់ចង់ព្រមផ្ដល់ឲ្យសហរដ្ឋអាមេរិកនេះគឺលោកថាមិនទាន់ not good enough yet គឺថានៅតែមិនទាន់ល្អនៅឡើយទេបាទគឺប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសួរថាតើលក្ខខណ្ឌអ្វីទៅដែលអ៊ីរ៉ង់បកគលជូនសហរដ្ឋអាមេរិកនោះគឺលោកប្រធានាធិបតីមិនបញ្ជាក់នោះទេបាទដូច្នេះនៅក្នុងការបទសម្ភាសន៍រយៈពេល30នាទីជាមួយនឹងទូត NBC News ហ្នឹងគឺលោកប្រធានាធិបតីបាននិយាយច្រើនអំពីផែនការយ៉ាងណាដើម្បីធ្វើឲ្យតំបន់ Hormuz ហ្នឹងមានសុវត្ថិភាពឡើងវិញដើម្បីទប់ស្កាត់តម្លៃប្រេងនៅសកលលោកដែលកំពុងតែកើនឡើងបាទហើយលោកបាននិយាយធានាដល់ពលរដ្ឋអាមេរិកថាកុំព្រួយបារម្ភពេកពីតម្លៃប្រេងសាំងហ្នឹងគឺវាមិនទាន់ជាឡើងខ្លាំងណាស់ទេបាទគឺនៅតែអាចកម្រិតមួយដែលអាចគ្រប់គ្រងបាននៅរដ្ឋមួយចំនួនប្រេងឡើងមិនក៏ប៉ុន្តែនៅក្នុងកម្រិតមួយដែលវាជារឿងធម្មតាទេនៅសហរដ្ឋអាមេរិកដែលចូលដល់រដូវក្តៅតម្លៃសាំងឡើងថ្លៃហ្នឹងណាបាទលោកប្រធានាធិបតីថាលោកមិនព្រមចរចាជាមួយអ៊ីរ៉ង់នោះពីព្រោះលោកថាមិនដឹងថាប្រធានាធិបតីអ៊ីរ៉ង់រាល់ថ្ងៃដែលទើបឡើងថ្មីហ្នឹងនៅរស់រានមានជីវិតឬក៏ស្លាប់បាត់បង់ជីវិតបាត់ហើយអត់ដឹងមកអញ្ចឹងលោកមិនចង់ចរចានៅឡើយទេប៉ុន្តែលោកក៏សម្ដែងនៅការភ្ញាក់ផ្អើលផងដែរដែលប្រទេសអ៊ីរ៉ង់បានសម្រេចចិត្តវាយប្រហារទៅលើបណ្ដាប្រទេសនៅមជ្ឈមបូព៌ាហ្នឹងបាទដោយសារសងសឹកជាមួយនឹងប្រតិបត្តិការសឹករបស់សហរដ្ឋអាមេរិកជាមួយនឹងអ៊ីស្រាអែលដោយលោកថាប្រទេសមួយចំនួនហ្នឹងគឺជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់បាទមិនដែលមានរឿងរ៉ាវអីជាមួយអ៊ីរ៉ង់ហើយដូចក៏ទៅវាយប្រហារគេបាទហើយលោកថាការវាយប្រហារនៅកោះ Kerch ដែលខាងសហរដ្ឋអាមេរិកបានវាយប្រហារហ្នឹងជាមជ្ឈមណ្ឌលច្រកចេញប្រេងរបស់អ៊ីរ៉ង់គឺបានខូចខាតមូលដ្ឋានយោធាហ្នឹងក៏ប៉ុន្តែអត់ប៉ះពាល់កន្លែងនាំប្រេងចេញនៅឡើយទេផែប្រេងនៅឡើយទេក៏ប៉ុន្តែលោកថាលោកអាចនឹងផ្លាស់ចិត្តដែរបើសិនបើមានការវិវត្តយ៉ាងណាក៏ប៉ុន្តែលោកថាឥឡូវនេះគឺអាមេរិកនៅចង់វាកន្លែងពី3កន្លែងទៀតបាទពី3កន្លែងទៀតពី3ដងទៀតឲ្យដើម្បីពីរបស់លោកទីនេះទៅដីលោកថាដើម្បីជាការកំសាន្តផងដែរមកគាត់ថា we may hit it a few more times just for fun លោកបាទអញ្ចឹងមកលោកបើបងចោលទេលោកប្រធានាធិបតីគឺគេដឹងថាលោកនិយាយពេលខ្លះអត់មានចាំបាច់គិតរឿង political correctness អីទេថានិយាយត្រូវឆាកនយោបាយ philosophy អីទេគឺថាលោកមិនឃើញមិនថាអញ្ចឹងតែម្ដងបើតាមធម្មតាពីអញ្ចឹងគឺឋានៈប្រធានាធិបតីអត់និយាយទេប៉ុន្តែលោកអត់មានលោកតាមអត់មានខ្វល់គាត់ថា we may hit it a few more times just for fun សម្បត្តិ6នៅក្នុងការសន្ទនាតាមទូរស័ព្ទលោកតាមក៏បាននិយាយថាគឺលោកមិនចង់សម្រេចកិច្ចព្រមព្រៀងអីជាមួយនឹងអ៊ីរ៉ង់នៅឡើយទេណាបាទហើយបាទអញ្ចឹងនេះគឺជាការវិវត្តទី2បាទការវិវត្តទី2ដែលនៅក្នុងរូបនេះប្រិមត្តឃើញហើយគឺលោកដាក់ថាមាន drone ប្រមាណតិចបាទមាននាវាប្រមាណដែលបំផ្លាញឬក៏ខូចខាតហ្នឹងបាទហើយគោលដៅប្រមាណដែលវាប្រហារសូមតែប៉ុណ្ណេះទេអ្នកណាដែលចូលមកស្ដាប់ show ខ្ញុំឲ្យសូមតែប៉ុណ្ណេះទេបើសិនជាអាចធ្វើបាន2ចំណុចគឺទី1គឺបាទបន្តចែករំលែកមកចែករំលែកទៅអ្នកដទៃផងបាទកំណាញ់អីបាទកំណាញ់អីគឺចែករំលែកព័ត៌មានអ្វីដែលយើងមាននឹងទៅដល់អ្នកដទៃផ្ដល់ឱកាសដល់អ្នកដទៃពីពួកខ្ញុំនិយាយរួមមកដល់ម៉ោងនេះមកដល់ខ្ញុំនឹកឃើញបងប្រុសមួយនិយាយលេងបងប្រុសមួយនោះគាត់ចេះទីគាត់នៅវត្តជាមួយខ្ញុំគាត់ចេះឡើងគាត់ថាខ្ញុំចេះទីខ្ញុំប្រហែលជឿតែគាត់ធ្វើបលិសធ្វើទាហានគាត់អញ្ចឹងឲ្យគាត់ឈប់ពីពួកតស៊ូទៅគាត់មកនៅវត្តគាត់នៅធ្វើបលិសក្រសួងប៉ុន្តែគាត់មកនៅវត្តអីហ្នឹងគាត់ថាគឺមើលជុំហ្នឹងខ្ញុំផ្សេងកលាចាក់សៃខ្ញុំដឹងកលាចាក់សៃហ្នឹងមិនគាត់ថាកលាចាក់សៃហ្នឹងមនុស្សដែលសំណាងហើយមិនដែលមានគូថ្នាក់អីឧទាហរណ៍បើសិនជាមានកន្លែងហ្នឹងស្ទើរសមរភូមិគេប្រយុទ្ធគ្នាអញ្ចឹងរឿងនេះចប់ខ្ញុំផ្សេងទៅដល់អានឹងគេថាក្បួន4ទីគេកលាចាក់សៃខ្ញុំបាទអញ្ចឹងខ្ញុំបានទទួលការសន្តោសប្រណីរាប់អានពីបងប្អូនមួយច្រើនដែលបានអីដែរអញ្ចឹងទៅខ្ញុំចែករំលែកទៅវិញទៅហើយចំណុចទី2គឺពេលខ្លះការនិយាយស្ដីរបស់យើងទៅមានមេត្តាករុណាគ្នាច្រើនបាទពេលខ្លះមនុស្សវាមានកំហឹងប៉ុន្តែពេលខ្លះយើងទប់ឲ្យបានទប់ទៅហើយបើកាលណាយើងនិយាយអ្វីបើយើងនិយាយឲ្យត្រង់តែបើសិនរឿងនោះវាមិនល្អទេហើយកុំនិយាយហ្មងបាទកុំនិយាយហ្មង
តែនិយាយឲ្យតង់ឲ្យការពិតការជឿពាក្យពេចន៍ខ្លះហ្នឹងគឺបើយើងជឿពាក្យពេចន៍ល្អទៅវាល្អដែរបាទវាពាក្យយើងខ្ញុំខកគឺថាវាមានឥទ្ធិពលអ្នកខ្លះដឹងថាសម្ដីរបស់យើងនឹងមានឥទ្ធិពលទេបាទឥទ្ធិពលខ្លាំងណាស់ជាពិសេសជាមួយនឹងក្មេងៗហ្នឹងគឺយើងដូចមួយបាទខ្ញុំមួយខ្ញុំមួយតែស្នាគាត់អូខេគាត់ទៅគ្រូគាត់ពីក្មេងគេបូលីគាត់បូលីតែគេធ្វើសម្លុតគាត់ចឹងគាត់ធ្វើម្ល៉េះគាត់ទៅបូលីក្មេងៗវិញហើយខ្ញុំអត់ដែរចឹងទេខ្ញុំទោះបីពូម៉ាក់មួយគ្នាពីក្មេងជាមួយគាត់មកតែខ្ញុំនៅជួបរឿងអ្នកបូលីខ្ញុំគឺតាំងពីគ្រួសារដល់អ្នកជិតខាងគឺយកចិត្តខ្ញុំរាប់អានពូខ្ញុំចេះខ្លាចគេខ្ញុំគ្រប់គេតែចឹងទៅអត់ដែរជួបរឿងគេបូលីខ្ញុំក៏សន្តោសទៅដល់មនុស្សដទៃនៅជុំវិញខ្លួនវិញដែរក៏ចឹងបាទហ្នឹងហើយបាទចឹងថ្ងៃនេះខ្ញុំបញ្ញាប់បន្តិចណាអត់បាននៅឆ្លើយសំណួរចម្លើយទេគឺគាត់ចែករំលែកប៉ុណ្ណេះបាទប៉ុណ្ណេះគឺព័ត៌មានឲ្យខ្ញុំនឹងទៅបាទគឺគាត់ចង់បញ្ជាក់ថាមួយឆ្នាំមកហើយបាទហើយនៅខ្លះអាចសួរថាមួយឆ្នាំគេឲ្យបញ្ចុះការងារមិនអាងដោយសារនៅបានប្រាក់ខែញញឹមនេះខ្ញុំនិយាយរួមដូចខ្ញុំធ្លាប់បាននិយាយនៅណាជួប show យូរខ្ញុំរំភើបបាទខ្ញុំនិយាយរួមនៅក្នុងជីវិតខ្ញុំចាត់ទុកថាខ្ញុំបានសម្រេចជោគជ័យច្រើនឧទាហរណ៍ដូចខ្ញុំធ្វើនៅស្ថាប័ន UN នោះ6ឆ្នាំកន្លះបាទ6ឆ្នាំកន្លះបានឡើងដល់ manager ចឹងគឺវាជាជោគជ័យក្នុងជីវិតរបស់ខ្ញុំហើយដែលខ្មែរយើងអាចឡើងដល់ manager នៅក្នុងស្ថាប័ន UN អីហ្នឹងបាទដល់ពេលមកដល់សហរដ្ឋអាមេរិកនេះធ្វើដល់កម្រិតបាទ supervisor manager ទៀតបាទអញ្ចឹងដូច្នេះវាជោគជ័យ7សម្រាប់ឆ្នាំនៅស្ថាប័នរដ្ឋាភិបាលអាមេរិកខាងគឺវាអស្ចារ្យសម្រាប់ខ្ញុំដែលជាក្មេងរដ្ឋមួយសោះ7សម្រាប់ឆ្នាំនេះហើយ6ឆ្នាំកន្លះជាមួយនឹង UN នឹងវា23ឆ្នាំបាទអូអស្ចារ្យដូច្នេះជាប់ពីនេះទៅធ្វើអ្វីជាអ្នកធម្មតាក៏ខ្ញុំសប្បាយចិត្តដែរនិយាយរួមចង់ថាព្រមទៅ4ឆ្នាំថ្ងៃទៅហ្នឹងធ្វើអីធម្មតាក៏បានដែរធ្វើអីធម្មតាបាទពេលបង VOA បើកវិញនៅកម្ពុជាយើងមាន VOA ទេតាមធម្មតាទៅលើ budget យើង budget ណាបើទៅលើថវិកាដែលសភាឲ្យមកឲ្យលោកធានាធិបតីសញ្ញេហើយនៅតាមមេធាវីដែលបានជួបប្រជុំជាមួយពួកខ្ញុំមិនសិនមិញជួបប្រជុំជាមួយមេធាវីគាត់មកនិយាយប្រាប់ហ្នឹងគឺអ្វីទៅត្រឡប់មកដើមទាំងអស់ចាំបានន័យថាប្រូនសុខខ្មែរឲ្យបាទប៉ុន្តែសក្តិដែលបងប្អូនក្មួយដែលគាត់ជួបគាត់ត្រឡប់មកទូការឲ្យយើងវិញឬក៏មិនយកអានឹងរឿងរបស់គាត់យើងមិនអាចបង្ខំគាត់បានទេសង្គមគាត់អាចនឹងជួយបាទគឺមានសារព័ត៌មានច្រើនរីកាដែលខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺបាទនៅថ្ងៃសៅរ៍នេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លោកបានជំរុញឲ្យប្រទេសនានានោះបញ្ជូនកប៉ាល់ដើម្បីចូលមកកាន់ច្រកសមុទ្រ Hormuz ក្នុងគោលបំណងធ្វើយ៉ាងណាបង្ខំឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រនឹងឡើងវិញបាទខណៈពេលដែលតម្លៃប្រេងកាតឆៅនៅលើទីផ្សារអន្តរជាតិកំពុងកើនឡើងបាទលោកត្រាំបានសរសេរនៅលើបណ្ដាញសង្គម Truth Social ថាមានប្រទេសជាច្រើននឹងបញ្ជូនកប៉ាល់ចម្បាំងទៅកាន់ច្រកសមុទ្រ Hormuz ដើម្បីរក្សាឲ្យបើកចំហនិងមានសុវត្ថិភាពទោះបីជាលោកមិនបានដាក់ឈ្មោះប្រទេសណាមួយជាក់លាក់ក៏ដោយបាទលោកបានជំរុញប្រទេសដែលមួយចំនួនដែលលោកជំរុញនោះគឺមានចក្រភពអង់គ្លេសបារាំងចិនជប៉ុននិងកូរ៉េខាងត្បូងឲ្យចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះនៅពេលដែលសារព័ត៌មានសួរទៅខាងសេដ្ឋវិមានថាតើប្រទេសណាពិតប្រាកដឲ្យចូលរួមហើយហ្នឹងគឺសេដ្ឋវិមានមិនបានឆ្លើយតបមកវិញនោះទេហើយគឺការដែលអ៊ីរ៉ង់បិទច្រក Hormuz នេះធ្វើឲ្យប៉ះពាល់ទៅដល់តម្លៃច្រើនហើយជារឿងមួយដែលទោះបីជាសហរដ្ឋអាមេរិកខិតខំកំទេចសមត្ថភាពយោធារបស់អ៊ីរ៉ង់ហើយអស់ច្រើនហើយក៏ដោយក៏ប៉ុន្តែអ៊ីរ៉ង់នៅតែប្រើ drone បាទ drone ដែលមានតម្លៃថោកឯហ្នឹងមានតម្លៃថោកយកមកដាក់នាវាណាបើកាត់នោះផ្ទុះមីនបាទហើយ drone ថោកនោះបោះមកបុកចំកប៉ាល់ហ្នឹងអញ្ចឹងធ្វើឲ្យលោកប្រធានាធិបតីលោកបញ្ជាក់នៅថ្ងៃនេះលោកទទួលស្គាល់ថាបើទោះបីជាយើងកំទេចសមត្ថភាពយោធាខ្លាំងរបស់អ៊ីរ៉ង់ហើយក៏ដោយក៏ប៉ុន្តែលទ្ធភាពនៃការកំទេចដល់ drone អស់ហ្នឹងគឺมันអាចនឹងទៅបានទេគឺអ៊ីរ៉ង់នៅតែមានសមត្ថភាពនឹងដដែលបាទនេះគឺជាការវិវត្តមួយអញ្ចឹងគឺមានប្រទេសច្រើនទៀតនឹងអាចចូលរួមប៉ុន្តែមិនទាន់ដឹងច្បាស់នៅឡើយតបតាមការអំពាវនាវរបស់លោកប្រធានាធិបតី Donald Trump ចឹងអាចរំពឹងថានៅពេលបើច្រកនឹងបើកវិញគឺតម្លៃប្រេងនៅលើទីផ្សារពិភពលោកប្រហែលជានឹងចុះថោកចឹងអាចនឹងការលំបាកហ្នឹងគឺក្នុងរយៈពេល
ហើយជាមួយសប្តាហ៍ទៅ10ថ្ងៃឬក៏2សប្តាហ៍យ៉ាងយូរអាចនឹងបើកច្រកហ្នឹងឬក៏មានការវិវត្តយ៉ាងណាបាទគឺតម្លៃប្រេងអាចនឹងធូរស្រាលឡើងវិញផងដែរបាទនៅក្នុងការវិវត្តមួយទៀតនោះគឺសានទូតសហរដ្ឋអាមេរិកនៅក្នុងទីក្រុងបាក់ដាតប្រទេសអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍មួយដោយនិយាយថាគឺកងជិពពលដែលគ្រប់គ្រងអ៊ីរ៉ង់នោះបានវាយប្រហារម្ដងហើយម្ដងទៀតបាទនៅតំបន់អន្តរជាតិនៅកណ្ដាលទីក្រុងបាក់ដាតហើយបានណែនាំពលរដ្ឋអាមេរិកាំងកុំឲ្យទៅជិតស្ថានទូតឬក៏ស្ថានកុងស៊ុលនៅក្នុងទីក្រុងអឺប៊ឺលបាទដើម្បីរក្សាសុវត្ថិភាពហើយក៏បានទទូចឲ្យពួកគេចាក់ចេញតាមផ្លូវគោកទៅប្រទេសជិតខាងពីព្រោះអីជើងយន្តហោះបានផ្អាកដំណើរការក្រុមសកម្មប្រយុទ្ធនិកាយស៊ីដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់មិនបានអះអាងទទួលខុសត្រូវភ្លាមចំពោះការវាយប្រហារនេះទេហើយក្រសួងការបរទេសនិងសានទូតក៏មិនបានឆ្លើយតបភ្លាមចំពោះសំណើសុំអត្ថាធិប្បាយនោះដែរហើយបើយោងតាមសេចក្តីរាយការណ៍ហ្នឹងគឺមានការផ្ទុះកាលពីយប់មិញហ្នឹងគឺបានបំផ្លាញផ្ទះមួយខ្នងនៅក្នុងសង្កាត់លំនៅឋានអារ៉ាសាត់បាទដែលជាកន្លែងទំនើបនៅក្នុងកណ្ដាលទីក្រុងបាក់ដាតហើយមានកងជីវពលស៊ីពីឯកសណ្ឋានដែលមានសញ្ញាកាតិប Hezbollah ដែលជាក្រុមប៉ារ៉ាយោធានិកាយស៊ីអ៊ីតហើយមានសម្ព័ន្ធភាពជាមួយនឹងប្រទេសអ៊ីរ៉ង់នោះបានឡោមព័ទ្ធទីតាំងនោះនៅថ្ងៃសៅរ៍គឺមានការវាយប្រហារក្រោយមកក្រុមនេះបានប្រកាសថាសមាជិក3នាក់របស់ខ្លួនបានស្លាប់នៅក្នុងការវាយប្រហារនោះរីឯនៅអារ៉ាប់រួមវិញគឺមានឆេះបាទកំពង់ផែហ្វូចៃរ៉ាន់បាទហ្វូចៃរ៉ាដែលជាមជ្ឈមណ្ឌលនាំប្រេងចេញតែមួយគត់របស់ប្រទេសនេះទៅកាន់ច្រកក្រៅពីច្រកហូម៉ូសរដ្ឋាភិបាលមូលដ្ឋានបានបញ្ជាក់ថាអគ្គិភ័យបានឆាបឆេះដោយសារតែកំទេចកំទី drone ធ្លាក់ចំពេលដែល drone បាញ់ទៅហ្នឹងគឺប្រព័ន្ធការពារហ្នឹងគឺបាញ់កំទេច drone ហ្នឹងដល់ចឹងទៅបំណែកភ្លើងហ្នឹងឆេះមកបានជាចំឆេះកន្លែងនោះតែម្ដងបាទនេះគឺជាការវិវត្តទី1នៅក្នុងច្រក Hormuz ដែលខាងសហរដ្ឋអាមេរិកគាត់ខំប្រឹងប្រែងដើម្បីរកច្រកនឹងឡើងវិញបាទអញ្ចឹងបើសិនជាបើករួចគឺអាចនឹងមានការទូសាតម្លៃប្រេងណាបាទគឺសម្រាប់អ្នកនៅរដ្ឋ California គឺលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃម្សិលមិញលោកបានចេញគេថាសញ្ញាច្បាប់មួយគឺដែលមានតាំងពីសម័យសង្គ្រាមត្រជាក់មកគឺគេថាច្បាប់គ្រាអាសន្នបាទ Defense Production Act គឺបានន័យថាច្បាប់ស្តីអំពីផលិតកម្មការពារជាតិនៅក្នុងគ្រាមានអាសន្នបាទដោយច្បាប់ហ្នឹងកាលពីសម័យ COVID ក៏យកមកប្រើដែររដ្ឋបាលលោក Biden ក៏យកមកប្រើដែរពេលហ្នឹងគឺ